ទីតាំងប្រាសាទបន្ទាយសំរ៉ែប្រាសាទបន្ទាយសំរ៉ែគឺជាប្រាសាទដ៏ស្រស់ស្អាតមួយដែលមានទីតាំងនៅស្ថិតក្នុងតំបន់អង្គរនៃខេត្តសៀមរាបប្រាសាទនេះត្រូវបានកសាងឡើងដោយមានរចនាបថស្រដៀងទៅនឹងប្រាសាទអង្គរវត្តផងដែរប្រាសាទបន្ទាយសំរ៉ែនេះគឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្ររមណីយដ្ឋាននេះមានទីតាំងស្ថិតនៅភូមិអូបណ្ដោយឃុំព្រះដាក់ស្រុកបន្ទាយស្រីដែលមានចម្ងាយប្រមាណជាង19គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបប្រវត្តិប្រាសាទបន្ទាយសំរ៉ែបើយោងទៅតាមការតុបតែងនិងរចនាបថសិល្បៈប្រាសាទនេះប្រហែលជាកសាងនៅក្នុងសតវត្សទី12ក្នុងអំឡុងរជ្ជកាលព្រះបាទសូរវរ្ម័នទី2ដែលត្រូវនឹងឆ្នាំ1113រហូតដល់ឆ្នាំ1150ហើយបានបញ្ចប់នៃការសាងសង់ប្រាសាទនេះនៅក្នុងរជ្ជកាលនៃស្ដេចយសោវរ្ម័នទី2ដែលត្រូវនឹងឆ្នាំ1150រហូតដល់ឆ្នាំ1165ប្រាសាទបន្ទាយសំរ៉ែនេះក៏សាងឡើងដើម្បីឧទ្ទិសទៅដល់ព្រះវិស្ណុហើយប្រាសាទនេះមិនមានសិលាចារឹកថ្មណាមួយដែលត្រូវបានគេរកឃើញនិងនិយាយតាក់ទងអំពីប្រាសាទនេះនៅឡើយទេអ្នកស្រាវជ្រាវជាច្រើនបានអះអាងអំពីឈ្មោះនៃប្រាសាទបន្ទាយសំរ៉ែនេះប៉ុន្តែគ្មាននរណាម្នាក់អាចដឹងច្បាស់អំពីហេតុផលដែលថាហេតុអ្វីបានជាប្រាសាទនេះទទួលបានឈ្មោះដូចបច្ចុប្បន្នឡើយអ្នកស្រាវជ្រាវខ្លះបានសន្និដ្ឋានថាប្រហែលជាមានក្រុមមនុស្សជនជាតិសំរ៉ែដែលរស់នៅក្នុងតំបន់សាងសង់ប្រាសាទទើបពួកគេបានដាក់ឈ្មោះសម្គាល់ប្រាសាទនេះដើម្បីឧទ្ទិសដល់ជនជាតិភាគតិចនេះមួយវិញទៀតការដំឡើយគឺជនជាតិសំរ៉ែរស់នៅតំបន់នេះពិតមែនហើយសប្តាហ៍ថ្ងៃគេសង្ស័យថាប្រជាជននៅទីនោះមានជីដូនជីតាជាជនជាតិសំរ៉ែដែលគេយកមកឲ្យយាមប្រាសាទផងដែរជាពិសេសពួកសំរ៉ែដែលរស់នៅភ្នំក្រវាញអ្វីដែលកាន់តែចម្លែកជាងនេះទៅទៀតនោះថាប្រាសាទបន្ទាយសំរ៉ែនេះមានតម្កល់ប្រអប់ថ្មមួយដែលមានរូបរាងដូចទៅនឹងក្តារមឈូសក្តារមឈូសថ្មនេះមានគម្របមួយនៅខាងលើហើយមានប្រហោងឬចំពួយមួយនៅផ្នែកខាងក្រោមនៃបាតរបស់មឈូសនេះរុននៃបាតនៃមឈូសនេះគឺសម្រាប់បង្ហូរទឹកចេញពីសាកសពដែលស្អុយរលួយចំណែកឯរុននៅផ្នែកខាងលើនៅចំប្រអប់ថ្មនេះសម្រាប់បញ្ចេញឧស្ម័នឬបញ្ចូលខ្សែអំបោះសឬក្រណាត់សដើម្បីតាក់ទងគ្នារវាងអ្នកស្លាប់និងអ្នករស់ហើយមឈូសនេះមានរូបរាងដូចគ្នាទៅនឹងមឈូសដែលអ្នករកឃើញនៅកណ្ដាលប្រាសាទអង្គរវត្តនោះផងដែរវត្តមានរបស់មឈូសធ្វើអំពីថ្មនេះបានធ្វើឲ្យអ្នកស្រាវជ្រាវសន្និដ្ឋានថាប្រាសាទបន្ទាយសំរ៉ែនេះគឺជាកន្លែងបញ្ចុះព្រះអធិធិធរាជវង្សានុវង្សខ្មែរនាសម័យមហានគរប៉ុន្តែហេតុយ៉ាងណាក្តីក៏មិនទាន់មានភស្តុតាងណាមួយបញ្ជាក់ឲ្យច្បាស់ការនៅឡើយនោះទេ3. ប្លង់ប្រាសាទបើតាមរយៈការសិក្សាលើមុខវិជ្ជាប្រវត្តិសិល្បៈជាមួយនឹងលោកគ្រូលេងស៊ីរងរួចមកយើងអាចដឹងបានថាប្រាសាទបន្ទាយសំរ៉ែជាប្រភេទប្រាសាទមួយដែលស្ថិតនៅក្នុងប្លង់ដែលយកតួប៉មប្រាសាទកណ្ដាលធ្វើជាមេឬជាគោលព្រោះនៅជុំវិញតួប៉មកណ្ដាលនេះត្រូវបានស្ថាបត្យករលោកកសាងសំណង់ស្ថាបត្យកម្មផ្សេងៗដូចជាមណ្ឌពបណ្ណាល័យនិងកសាងថែវចំនួន2ជាន់ព្រមទាំងបារាយណ៍ផងដែរនៅក្នុងថែវផ្នែកខាងក្នុងមានគល់គ្រឹះឬតួប៉មកណ្ដាលដែលជាប្រាសាទគោលមានរាងដូចជាកំពុំឈូកព្រោះនៅកំពូលប្រាសាទនេះគេប្រើកញ្ចាំងដើម្បីលម្អហើយតួប៉មនេះក៏ជាកន្លែងសម្រាប់ព្រាហ្មណ៍ធ្វើពិធីសាសនាផងដែរវាមានច្រកចូលចំនួន4ប៉ុន្តែមានតែច្រកចូលនៅទិសខាងកើតតែមួយប៉ុណ្ណោះដែលអនុញ្ញាតឲ្យយើងអាចចូលទៅដល់ផ្នែកខាងក្នុងនៃគល់គ្រឹះ
រីឯច្រកដតីនៅទិសខាងជើងខាងត្បូងនិងខាងលិចវិញពុំអាចចូលដល់ផ្នែកខាងក្នុងបានឡើយពលគឺអាចចូលបានត្រឹមតែយ៉រនៃប្រាសាទតែប៉ុណ្ណោះដោយហេតុថាច្រកទ្វារទាំង3ទិសនេះបិទជិតទំនងជាគេចង់ឲ្យផ្នែកខាងក្នុងនៃកគ្រឹះនេះងងឹតព្រោះគេជឿថាកន្លែងដង្វាយនៅពេលដែលកាន់តែងងឹតគឺកាន់តែស័ក្តិសិទ្ធិហើយនៅផ្នែកខាងក្រៅនៃកគ្រឹះមានសំណង់មួយដែលគេស្គាល់ថាជាមណ្ឌពវាមានរាងចាក់ទៅកោណកែងសង់អំពីថ្មភក់ដែលជាកន្លែងសម្រាប់គេអង្គុយធ្វើពិធីបុណ្យសាសនាហើយព្រាហ្មណ៍នឹងចាំទទួលយកដង្វាយពីមណ្ឌពទៅកាន់កគ្រឹះនៅអមនឹងមណ្ឌពគេឃើញមានសំណង់ស្ថាបត្យកម្មចំនួន2ទៀតគឺបណ្ណាល័យឬហៅត្រៃតែសាងសង់អំពីថ្មភក់បណ្ណាល័យទាំងពីរនេះមានទ្វារចំនួន2នៅទិសខាងកើតដែលជាទ្វារបិឆោតឯទិសខាងលិចវិញទើបជាទ្វារពិតហៅត្រៃបណ្ណាល័យទំនងជាគេសាងសង់ឡើងសម្រាប់ផ្ទុកនៅគម្ពីរក្បួនឬច្បាប់ផ្សេងៗដែលទាក់ទងទៅនឹងសាសនាអាថាវដែលស្ថិតនៅផ្នែកខាងក្រៅវិញប្រហែលជាមានដំបូលដែលសាងសង់អំពីឈើហើយប្រក់ក្បឿងព្រោះគេឃើញមាននៅសេសសល់នៅស្លាកស្នាមសម្រាប់ដាក់ដំបូលនិងមានគោបុរៈឬខ្លោងទ្វារចំនួន4ទៅតាមទិសធំទាំង4គឺទិសខាងលិចខាងកើតខាងជើងនិងខាងត្បូងក៏ប៉ុន្តែមានតែគោបុរៈនៅទិសខាងកើតតែមួយប៉ុណ្ណោះដែលអនុញ្ញាតឲ្យយើងអាចធ្វើដំណើរត្រង់ចូលមកកាន់កគ្រឹះបាននៅតាមច្រកចូលនៅទិសខាងខេត្តបកានតួប៉មកណ្ដាលនេះគេកសាងនៅរានហាលមួយដែលមានប្រវែងបណ្ដោយ200ម៉ែត្រទៅតឹង6ម៉ែត្រមានបង្កាន់ដៃនាគនៅអមសងខាងនៃរានហាលដែលគេជឿថាវាជាស្ពានភ្ជាប់ទៅកាន់ឋានទេវលោកហើយនៅមុខច្រកចូលនេះបន្តិចគឺមានរូបចម្លាក់សិង្ហឬតោចំនួន2ដែលនៅឈរយាមនៅច្រកចូលនៃប្រាសាទនៅពេលចូលមកដល់ក្នុងថែវផ្នែកខាងក្នុងនេះយើងនឹងឃើញខឿននៃតួប៉មប្រាសាទកណ្ដាលដែលមានតែមួយជាន់តែប៉ុណ្ណោះវាវិវត្តមកពីប្រាសាទបន្ទាយស្រីព្រោះប្រាសាទនេះមិនបានកសាងតួប៉ម3ដោយប្រាសាទបន្ទាយស្រីទៀតឡើយមានតែកសាងមណ្ឌពនិងបណ្ណាល័យនោះទេ4សិល្បៈសសរពេជ្រគឺជាសសរមួយសម្រាប់ទ្រផ្ដែហើយសសរពេជ្រនៅបន្ទាយសម្រែនេះមានរាង8ជ្រុងដែលជ្រុងនីមួយៗតំណាងឲ្យទិសទាំង8លម្អដោយក្បាច់ស្លឹកឈើហើយបើយើងនិយាយអំពីផ្ដាយនៅបន្ទាយសម្រែវិញគឺមានការចម្លងរចនាបថខ្លះពីរចនាបថបាពួនជាក់ស្ដែងដូចជារូបផ្ដាយមួយដើមនេះមានកម្រងមែកឈើល្អដោយក្បាច់ឈើមានទំពក់និងមានរាងកោងដូចអង្កត់ធ្នូហើយខាងចុងមានក្បាច់ស្លឹកឈើកោងឡើងលើមិនតែប៉ុណ្ណោះផ្ដាយនេះពុំមានរំយោលនៅចន្លោះក្បាច់ស្លឹកឈើឡើយដែលវាដូចទៅនឹងរចនាបថបាពួននៅចំកណ្ដាលកម្រងមែកឈើកោងចុះក្រោមខ្លាំងហើយមានរូបព្រះកាលដែលមាត់របស់ព្រះកាលធ្លាក់ដល់ក្រោមនិងគ្មានអណ្ដាតហើយច្រមុះនៃព្រះកាលនេះទៀតសោតបានវិវត្តដោយមានខ្ទង់រីឯនៅសងខាងព្រះកាលមានរូបអប្សរចំនួន2ដែលជាចម្លាក់នៅក្នុងរចនាបថអង្គរវត្តព្រោះអប្សរទាំងពីរនេះគឺបានគ្រើងនៅមកុដស្រួចនៅពីលើឯផ្ដែមួយផ្សេងទៀតរបស់ប្រាសាទក៏មិនខុសពីផ្ដែមួយនេះប៉ុន្មានដែរក៏ប៉ុន្តែផ្ដែនេះមានរំយោលធំមួយធ្លាក់ចុះមកដែលស្ថិតនៅចំ1/4នៃផ្ដែដែលដូចទៅនឹងរចនាបថឃ្លាំងប៉ុន្តែវាមានលក្ខណៈខុសប្លែកត្រង់ថានៅមាត់របស់ព្រះកាលនេះគឺមានសត្វដំរីចំពោះហោជាងវិញបើកាលណាយើងនិយាយអំពីហោជាងនៅប្រាសាទបន្ទាយសម្រែក្នុងរបស់ហោជាងនេះវាមានលក្ខណៈដូចគ្នាទៅនឹងរចនាបថបាពួនឯដងក្បាលវិញមានការវិវត្តដោយក្បាលនាគមានលម្អដោយក្បាច់និងមានក្បាំងវែងពុំមានលក្ខណៈខ្លីដូចមុនទៀតឡើយហើយចម្លាក់នៅក្នុងហោជាងនេះត្រូវបានគេឆ្លាក់ជារឿងរ៉ាវណាមួយជាជួរ
ហើយបើយើងមើលទៅលើហោជាងនៅទិសខាងលិចវាមានលក្ខណៈដូចទៅនឹងហោជាងមុនដែរតែនៅក្នុងហោជាងនេះមានឆ្លាក់រូបព្រះឥសូរដែលទ្រង់កំពុងតែគង់សមាធិដោយរាប់គ្រាប់អង្កាំហើយនៅអមសងខាងទ្រង់គឺមានរូបរបស់ព្រះវិស្ណុនិងព្រះព្រហ្មហើយបើយើងមើលទៅលើហោជាងនៃមួយផ្សេងទៀតរបស់ប្រាសាទឆ្លាក់អំពីព្រះវិស្ណុដែលព្រះអង្គផ្ទុំនៅលើសត្វមកហើយនៅលើមកនេះគឺមានរូបនាគដែលមានឈ្មោះថាសេសៈឬអនន្តៈហើយនៅលើផ្ចិតរបស់ព្រះអង្គមានដោះនៅដើមឈូកមួយដើមតែនៅក្នុងត្របកឈូកនោះគឺមានរូបរបស់ព្រះព្រហ្មហើយនៅចុងជើងរបស់ព្រះអង្គវិញគឺមានរូបទេពអប្សរដែលជារូបរបស់ព្រះនាងលក្ស្មីដែលប្រហែលជាកំពុងតែធ្វើសរសៃព្រះបាទឲ្យព្រះវិស្ណុនេះឯងចំពោះបដិមាវិញយើងសង្កេតឃើញថានៅក្នុងប្រាសាទនេះមិនឃើញមាននៅសេសសល់នៅសំណល់បដិមាឡើយប្រហែលជាត្រូវបានបាត់បង់ទៅតាមសម័យកាលប៉ុន្តែមានមឈូសមួយដែលគេបានដាក់តម្កល់នៅទីនេះទេវកថាប្រាសាទបន្ទាយសម្រាយទេវកថាទី1កំពូលទាំង3នៃលទ្ធិត្រៃមូលតេក្នុងព្រហ្មញ្ញសាសនាអត្ថន័យនៃលទ្ធិត្រៃមូលតេក្នុងលទ្ធិព្រហ្មញ្ញសាសនាសំដៅលើការឆ្លាក់រូបបញ្ចូលគ្នាតែមួយរវាងកំពូលទាំង3គឺព្រះព្រហ្មជាអ្នកបង្កើតលោកព្រះវិស្ណុជាអ្នកការពារនិងថែរក្សាលោកនិងព្រះឥសូរជាអ្នកដុតបំផ្លាញចំពោះអ្នកមានជំនឿលើលទ្ធិត្រៃមូលតេក្នុងលទ្ធិព្រហ្មញ្ញសាសនាពួកគេបានគោរពបូជាលើបដិមានៃកំពូលទាំង3ខាងលើព្រោះពួកគេមានជំនឿថាថ្វីត្បិតតែអាទិទេពទាំង3នោះមានមុខងារផ្សេងគ្នាក៏ពិតមែនប៉ុន្តែអាទិទេពទាំងនោះគឺជាអ្នកផ្ដល់នៅកំណើតដល់លោកផ្ដល់នៅសេចក្តីសុខដល់ចក្រវាឡទាំងមូលនិងការពារលោកពីសត្រូវសភាវៈអាក្រក់ដោយពុំអាចអវត្តមានរបស់អាទិទេពណាមួយឡើយតួយ៉ាងទាំងជំនឿនិងសិល្បៈនៅក្នុងសង្គមខ្មែរនិងឥណ្ឌាយើងតែងឃើញបដិមានៃរូបកំពូលនៃអាទិទេពទាំង3គឺព្រះព្រហ្មព្រះវិស្ណុនិងព្រះឥសូរត្រូវបានវិចិត្រករឆ្លាក់ម៉ូដជាមួយគ្នានៅលើជញ្ជាំងប្រាសាទជាច្រើនក្នុងនោះរួមមានប្រាសាទបន្ទាយសម្រែនេះឯងនៅលើផ្ទៃត្បែហោជាងសម្រាប់លម្អនៅលើខ្លោងទ្វារប្រាសាទបាយ័នមិនតែប៉ុណ្ណោះរូបទេពទាំង3ត្រូវបានគេដាក់តម្កល់លើទម្រតែមួយម្យ៉ាងវិញទៀតត្រូវបានគេចម្លាក់ជាសេវលឹងធំមួយដែលមានចែកជា3ថ្នាក់គឺថ្នាក់ខាងលើរាងបំពង់ស៊ីឡាំងត្រវែងតំណាងឲ្យតួអង្គព្រះឥសូរថ្នាក់កណ្ដាលមានរាងជាអាតុកោណ8ជ្រុងតំណាងឲ្យព្រះវិស្ណុមានដៃ8និងថ្នាក់បាតក្រោមមានរាងជា4ជ្រុងតំណាងឲ្យព្រះព្រហ្មមានមុខ4រូបសេវលឹងបែបនេះយើងអាចឃើញនៅលើកំពូលភ្នំបាខែងនិងប្រាសាទបាខាន់ជាដើមទេវកថាទី2ចម្លាក់ស្ដេចយក្សក្រុងរាមចាប់ពង្រាត់នាងសីតាវគ្គនេះជាសាច់រឿងមួយផ្នែកនៃរឿងរាមកេរ្តិ៍ដែលមានសេចក្តីថាពេលនោះព្រះរាមត្រូវបាននិរទេសពីក្រុងអយុធ្យាឲ្យទៅនៅក្នុងព្រៃអស់រយៈពេល14ឆ្នាំអមដំណើរដោយព្រះលក្សណ៍ជាអនុជជាមួយនឹងនាងសីតាជាមហាសីថ្ងៃមួយពួកគេទាំង3បានសម្រាកក្នុងអាស្រមមួយកណ្ដាលព្រៃពេលនោះស្ដេចយក្សក្រុងរាមបានរៀបគម្រោងការចាប់យកនាងសីតាធ្វើជាមហាសីស្ដេចយក្សទូសមុខឬមុខ10បានបញ្ជាឲ្យសេនារបស់ខ្លួនឈ្មោះថាមហារីប្រែក្រឡាខ្លួនធ្វើជាប្រាសពណ៌មាសដើរកាន់មុខអាស្រមរបស់អ្នកទាំង3ដើម្បីបញ្ឆោតនាងសីតាពេលនាងសីតាឃើញប្រាសនោះក៏កើតនៅចិត្តចង់បាននៅស្បែកមកប្រើប្រាស់ជារបស់ផ្ទាល់ខ្លួននាងក៏ប្រាប់ឲ្យព្រះរាមដេញទៅតាមប្រាសនោះឲ្យបានព្រះរា
រាមក៏យល់ព្រមក៏ឲ្យព្រះលក្សណ៍នៅថែរក្សាបងថ្លៃហើយក៏ចេញតាមចាប់ប្រើមួយនោះចេះតែរត់ចូលក្នុងព្រៃកាន់តែជ្រៅទៅតែត្រូវបានព្រះរាមដេញតាមយ៉ាងប្រកៀកប្រកិតហើយបានបាញ់សម្លាប់នឹងព្រួញមួយគ្រាប់ឲ្យខ្សិនខ្សៃភ្លាមទៅប៉ុន្តែមុននឹងផុតដង្ហើមប្រានោះបានប្រែជាទម្រង់ដើមគឺយៈមហារីហើយធ្វើដោយសំឡេងព្រះរាមដង្ហែហៅមហេសីនិងព្រះអនុជខ្លួនឲ្យមកជួយបន្ទាប់មកក៏ដាច់ខ្យល់ផុតទៅសម្រែកឲ្យហៅជួយក៏ឮដល់នាងសីតានិងព្រះលក្សណ៍គ្រាន់តែឮសំឡេងស្វាមីរបស់ខ្លួនភ្លាមនាងសីតាបានកើតសេចក្តីតក់ស្លុតព្រោះតែគិតថាសំឡេងនោះជាសំឡេងរបស់ព្រះរាមពិតប្រាកដទោះជាព្រះលក្សណ៍យល់ថាសំឡេងនោះជាសំឡេងคล้ายៗក៏ដោយនាងសីតាបានបង្ខំឲ្យព្រះលក្សណ៍ចេញពីអាស្រមជាបន្ទាន់ដើម្បីជួយសង្គ្រោះព្រះរាមព្រះលក្សណ៍ក៏សម្រេចចិត្តធ្វើតាមការអង្វរកររបស់នាងសីតាទាំងបង្ខំចិត្តដើម្បីស្វែងរកព្រះរាមជាឱកាសល្អមកដល់ស្ដេចយាទុសមុខដែលកំពុងលបមើលពីកន្លែងចម្បាំងមួយអស់រយៈពេលជាយូរមកហើយបានចេញមកបង្ហាញខ្លួនជាតបោះលួងលោមចិត្តនាងសីតាចេញពីអាស្រមមកចូលចិត្តដើម្បីលុបលាងបាតជើងនិងថ្វាយដង្វាយដល់ខ្លួនបន្ទាប់មកតាបោះនោះបានប្រែក្រឡាជាស្ដេចយៈក្បាល10ដៃ20ឆក់ចាប់នាងសីតាយកទៅក្រុងលង្ការបស់ខ្លួនយ៉ាងប្រញាប់ប្រញាល់លុះដល់ពេលព្រះរាមនិងព្រះលក្សណ៍ត្រឡប់មកវិញក៏ពុំឃើញនាងសីតានៅក្នុងអាស្រមពួកគេក៏កើតចិត្តសង្វេគអស់អ្វីថ្លែងពុំបានហើយក៏ចាកចេញពីអាស្រមដើរស្វែងរកនាងសីតាដោយឥតគោលដៅសរុបជារួមមកប្រាសាទបន្ទាយសម្រែត្រូវបានកសាងឡើងនៅសតវត្សទី12ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ដើម្បីឧទ្ទិសដល់ព្រះវិស្ណុដែលមានទីតាំងនៅភូមិអូទទឹងឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបប្រាសាទនេះសាងសង់ឡើងអំពីថ្មភក់មានថែវយ៉ាងវែងខ្ពស់ព័ទ្ធជុំវិញដែលធ្វើអំពីថ្មបាយក្រៀមតែទ្វារនិងបង្អួចធ្វើអំពីថ្មភក់ហើយដំបងថែវនេះគេជឿជាក់ថាធ្វើអំពីឈើនិងប្រក់ក្បឿងឯគ្រឹះក្នុងប្រាសាទសាងសង់អំពីថ្មបាយក្រៀមប្រាសាទបែរមុខទៅទិសខាងកើតមានផ្លូវដើរចូលប្រវែង200ម៉ែត្រអមដោយបង្កាន់ដៃនាគនិងចម្លាក់តោមួយគូឈរយាមផ្លូវផងដែរ